បាទជំរាបសួរលោកគ្រូថ្ងៃនេះយើងបន្តមកដល់ថ្ងៃប្រហោះម្ដងបាទអញ្ចឹងសម្រាប់អ្នកដែលកើតថ្ងៃប្រហោះគាត់ប្រកាសជាចង់ដឹងថាតើថ្ងៃទាំង6ផ្សេងទៀតនោះមានឥទ្ធិពលយ៉ាងម៉េចមានតំណែងយ៉ាងម៉េចជាមួយនឹងថ្ងៃរបស់គាត់ហ្នឹងណាលោកគ្រូបាទហើយសូមលោកគ្រូបកស្រាយមកបាទលោកគ្រូបាទថ្ងៃប្រហោះល្អមែនទែនថ្ងៃប្រហោះគេចូលមកបានល្អណាស់ថ្ងៃប្រហោះថ្ងៃដែលមានតំណែងតំណងល្អឧបត្ថម្ភសម្រាប់ឲ្យថ្ងៃប្រហោះនោះគឺថ្ងៃអាទិត្យមុនគេគឺថ្ងៃអាទិត្យមុនគេទាំងអស់គឺថ្ងៃអាទិត្យថ្ងៃប្រហោះទី2នោះដែលជាថ្ងៃអង្គារប៉ុន្តែដូចបានលោកគ្រូបានបញ្ជាក់វីដេអូមុនអញ្ចឹងថ្ងៃអាទិត្យមានន័យថាជាគ្រូនិងសិស្សហើយជាសិស្សសំណប់ចិត្តរបស់ថ្ងៃប្រហោះបាទអញ្ចឹងមានន័យថាពីរហ្នឹងថ្ងៃអាទិត្យថ្ងៃប្រហោះបើជាគូសង្ហាប្តីប្រពន្ធនឹងគ្នាវិញចាប់ដៃគ្នាចេះយល់ចិត្តល្អល្អឿននឹងគ្នាណាបាទល្អល្អះធ្វើអីទៅវាចេះតែស្របគ្នាមិនសូវមានការឆ្លោះទាស់តែងបកែកគ្នាទេហើយបើមុខលបរកស៊ីចាប់ដៃគ្នាទៅវារលូនការងារនឹងធ្វើទៅជួយឧបត្ថម្ភឲ្យគ្នាបើធ្វើការងារមន្ត្រីរាជការនឹងឡើងសះយកតំណែងបាទមានមុខមានមាត់ចឹងទៅបាទអាហ្នឹងជាថ្ងៃប្រហោះហើយនឹងត្រូវជាមួយនឹងថ្ងៃអាទិត្យបាទហើយបើសិនជាថ្ងៃប្រហោះនឹងដែលជាសត្រូវស្លាប់រស់សម្រាប់ថ្ងៃប្រហោះគឺថ្ងៃច័ន្ទកូនខ្លួនឯងចាំថ្ងៃនាងច័ន្ទហ្នឹងគឺកូនរបស់ប្រហោះគឺសត្រូវស្លាប់រស់ហើយដោយសារនាងច័ន្ទហ្នឹងស្អប់ឪពុកខ្លួនឯងមិនកាន់ជើងខ្លួនឯងកូនមិនកាន់ជើងកូនហ្នឹងមិនកាន់ជើងខ្លួនឯងដោយសារខ្លួនឯងខុសឲ្យឪពុកកាន់ជើងមិនខ្លួនឯងនាងច័ន្ទជាមួយនឹងថ្ងៃអង្គារនេះដែលជាសត្រូវនឹងសហាយស្មន់នឹងគ្នានេះបាទឃើញទេជាសហាយស្មន់នឹងគ្នាដល់តែពេលអញ្ចឹងទៅធ្វើឲ្យមានសង្គ្រាមជាមួយនឹងអង្គារហ្នឹងបានជាទៅជាសត្រូវស្លាប់រស់ជាមួយអាទិត្យហ្នឹងបាទដោយសារប្រហោះនេះទុកជាអាទិត្យហ្នឹងជាកូនសិស្សសំណប់ជាកូនប្រសារបស់ថ្ងៃប្រហោះដោយសារលើកនាងច័ន្ទទៅឲ្យថ្ងៃអាទិត្យហ្នឹងបាទហើយថ្ងៃអាទិត្យហ្នឹងបានតំណែងតំណងជាមួយនាងច័ន្ទឆ្លាញ់គ្នាថ្ងៃអង្គារហ្នឹងដែលចូលមកជ្រែកឃើញទេបានជាទៅច្បាំងគ្នាចឹងទៅហើយសួរថាថ្ងៃអង្គារជាមួយថ្ងៃប្រហោះហ្នឹងជាគូនឹងគ្នាហ៎មានបញ្ហាថ្ងៃអង្គារថ្ងៃប្រហោះហ្នឹងមិនមែនជាសត្រូវមិនមែនជាអីទាំងអស់ជាគូធាតុគ្រាន់តែថាពីរហ្នឹងគឺគូសម្ព័ន្ធនឹងគ្នាមែនគឺមានតំណែងតំណងគ្នាមែនប៉ុន្តែមិនសូវមានការចុះសម្រងនឹងគ្នាមិនសូវអឿនមួយគ្នាអីទេអត់សូវល្អអឿនទេបាទដោយសារមានការច្រើនតែការអាក់អន់ចិត្តរៀងខ្លួនបើសិនជាអ្នកដែលស្ដីគូស្នេហាថ្ងៃប្រហោះថ្ងៃអង្គារច្រើនតែមានការអាក់អន់ចិត្តច្រើនតែមានការគិតភ័ន្តច្រឡំនឹងគ្នាបើមុខលបររស៊ីច្រើនតែមានការមិនសូវចេះទុកចិត្តគ្នាមិនសូវចេះសម្រងនឹងគ្នាអញ្ចឹងជាដាស់ទៀតទៅនាំឲ្យមានបញ្ហាអញ្ចឹងទៅហើយចុះចម្លើយសួរថាថ្ងៃប្រហោះបូកនឹងជាមួយថ្ងៃសុក្រតើចម្លើយចេញយ៉ាងម៉េចថ្ងៃប្រហោះថ្ងៃសុក្រថ្ងៃប្រហោះថ្ងៃសុក្រជាសត្រូវនឹងទៀតគេហៅថាសត្រូវគូធាតុប្រហោះសុក្រប្រហោះសុក្រហ្នឹងសត្រូវគូធាតុហ្នឹងមានន័យថាពីព្រោះថ្ងៃសុក្រនោះជាថ្ងៃបោះឥន្ទ្រជិតបើយើងនិយាយតាមដំណើររៀងគេឥន្ទ្រជិតជាមួយនឹងគុំកាននឹងនាងអតុល័យបាទត្រូវជាសត្រូវជាមួយនឹងពិភេកណែពិភេកហោរានេះដែលមកជួយនៅបរិយាមអីហ្នឹងហើយឥន្ទ្រជិតគុំកានហ្នឹងជាកូនបោះក្រុងរាពណ៍បាទឃើញវាយគ្នាច្បាំងគ្នាដែរបាទហ្នឹងច្បាំងគ្នាទាស់តែគ្នាអញ្ចឹងទៅអាហ្នឹងនៅក្នុងដំណើររៀនគេអញ្ចឹងវាជាសត្រូវវាធៀបអត់ត្រូវគ្នាទេអញ្ចឹងអាហ្នឹងបើសិនជាចិត្តទូគៀបវាអត់ត្រូវគ្នាបាទពីព្រោះមួយដីហើយនឹងទឹកបាទអញ្ចឹងមិនត្រូវគ្នាដីយើងមានដីមានអីបើទឹកវាលុបមកពេកយើងដីនឹងធ្វើអីកើតយកទៅប្រើការធ្វើស្រែធ្វើចការធ្វើអីក៏អត់បានអាហ្នឹងនិយាយវិធានអត់ត្រូវគ្នាហើយថ្ងៃប្រហោះនឹងទៀតសោតជាមួយនឹងថ្ងៃរាហ៊ូពីរហ្នឹងគឺអត់មានតំណែងតំណងឬមួយក៏មិនមានការខ្វែងគំនិតគ្នាអីទេពីរហ្នឹងគេអាចថាថ្ងៃប្រហោះនិងថ្ងៃរាហ៊ូហ្នឹងគេអាចនិយាយថាយើងអាចចាប់ដៃគ្នាបានអ្នកដែលកើតថ្ងៃប្រហោះហើយនឹងថ្ងៃរាហ៊ូពេលយប់ពីម៉ោង6:00ដល់ម៉ោង6:00ល្ងាចហ្នឹងដល់ម៉ោង6:02គឺនឹងអាចចាប់ដៃទៀតដែរវាធម្មតាមិនមែនជាសត្រូវមិនមែនជាមិត្តអាចបានមួយគ្នាតាមគូបើសិនជាយើងនិយាយពីគូនេះប្រហោះនេះគេចង់និយាយថាវាគូធាតុមានន័យថាទឹកជាមួយនឹងខ្យល់ជាមួយនឹងដីអញ្ចឹងឃើញខ្យល់បក់មិនដីនៅតែដីវាអត់បានថាចឹងបើថាធាតុនោះវាចូលគ្នាបាទដីក៏ធ្វើឲ្យខ្យល់កើតខ្យល់ធ្វើអីទៅបានអញ្ចឹងវាមិនមានតែបញ្ហាអីទេបាទធម្មតាពីរហ្នឹងអាចចាក់ដៃគ្នាបានអញ្ចឹងបើសម្រាប់ល្អសម្រាប់ថ្ងៃប្រហោះហ្មងគឺថ្ងៃអាទិត្យលេខ1បន្ទាប់មកថ្ងៃល្អសម្រាប់ប្រហោះមួយទៀតនោះបានមួយទៀតថ្ងៃពុធបាទពុធហ្នឹងក៏ជាបាននឹងជួយឧបត្ថម្ភដែរដោយសារអី
ពីនេះពុតនឹងប្រហោះនឹងពុតនេះដូចគ្រូបានលើកឡើងវីដេអូមុនណាគ្រាន់តែមានការភ័ន្តច្រឡំគ្នាបន្តិចបន្តួចពីក្បាលដបងឬមួយក៏មានការសង្ស័យចោទប្រកាន់គ្នាលាបពណ៌គ្នាបន្តិចតែក្រោយឡើងនឹងល្អជាមួយគ្នាឡើងវិញបាទគ្រូឃើញទេនឹងឯងហើយចឹងប្រហោះជាមួយអង្គានោះក៏ដូចបានបញ្ជាក់អញ្ចឹងណាមានការភ័ន្តច្រឡំគ្នាមិនសូវទុកចិត្តមិនសូវអីនឹងគ្នា គ្រាន់តែចូលគៀកគ្នាបាន ហ្នឹងហើយបើប្រហោះនឹងសៅចាប់ដៃគ្នាបាននៅលក្ខណៈជាប្រយោលឲ្យនៅគៀកគ្នាយូរអង្វែងអត់បានទេប្រហោះនឹងសៅមានន័យថាបើសិនជាចាប់ដៃគ្នាទៅការងាររកស៊ីជំនួញអីណាបានជាលក្ខណៈជួយជាប្រយោលបើនៅគៀកគ្នាពេកក៏បញ្ហាដែរ អញ្ចឹងល្អបំផុតមានតែថ្ងៃអាទិត្យទេសម្រាប់ ក៏ល្អបំផុតសម្រាប់ថ្ងៃប្រហោះគឺថ្ងៃអាទិត្យ បាទ ហើយនឹងថ្ងៃបានថ្ងៃពុធនឹងមួយអាហ្នឹងវាច្រឡំគ្នាមុនបន្តិចសិន អូខេ ចោតគ្នាមុនបន្តិចសិន បាទ អាហ្នឹងថ្ងៃទាំង7ណា6ហ្នឹងដែលល្អមួយគាត់ បាទ អញ្ចឹងអានេះដែលយើងនិយាយនេះនៅក្នុងតាមក្បួនណាតម្រារាមកេររបស់ខ្មែរគេអញ្ចឹងបើយើងយករាមកេរបែបឥណ្ឌាយកមកដាក់ជាមួយរាមកេរខ្មែរយើងគឺវាចែកតែឡាច់តួអង្គនេះតួអង្គតែមួយក៏វាចែកខុសគ្នាអញ្ចឹង បាទ ហ្នឹងឯងអាហ្នឹងរឿងវាមានប៉ុណ្ណឹងមកមានអីបន្ថែមទៀត អស់ហើយលោកគ្រូអស់ហើយបាទសម្រាប់អ្នកកើតថ្ងៃពហុបាទ អញ្ចឹងសម្រាប់អ្នកកើតថ្ងៃពហុនេះណាតែគ្រូគ្រាន់ប្រាប់បើសិនជាអ្នកដែលកើតនេះថ្ងៃពហុនេះគ្រូបន្ថែមបន្តិច បាទលោកគ្រូ ពីព្រោះមនុស្សដែលកើតថ្ងៃពហុនេះគេហៅថាមនុស្សមានប្រាជ្ញា ដោយសារអី ជ្រាបវៃដោយសារនៅក្នុងប្រហោះនេះមួយដែលលោកគ្រូរៀននៅក្បួនចក្រភពខ្មែរ បាទ ឬមួយក៏ក្បួនរបៀបលឹកគេហៅថាព្រះសិវៈយកព្រះឥសូរយកឥសីដែលសម្រេចអបញ្ញាទាំង19អង្គមកធ្វើភពពហុមួយឡើងដែលនៅលើលំហចក្រវាលហ្នឹង បណ្ដុំអ្នកចេះដឹង បណ្ដុំអ្នកគេដឹងចឹងបើនឿចំណាំមើលទាំងអស់គ្នាអ្នកដែលកើតថ្ងៃពហុមានតាំងប្រាជ្ញាការឆ្លៀសវៃ បាទ ឆ្លៀវឆ្លាតដោះស្រាយសម្របសម្រួល បាទ ឬមួយទំនាក់ទំនងប្រាជ្ញាគិតលឿន បាទយល់ដឹងនៅរឿងដែលស៊ីជម្រៅ លឿនណាស់ថ្ងៃពហុហើយថ្ងៃពហុនេះមួយហើយចំណាំមើលបើនិយាយពីអត្តចរិតរូបសម្បត្តិវិញ បាទ បើយើងនិយាយមួយទៀតថាអ្នកប្រាជ្ញគិតក៏ហាក់បានដែរអ្នកដែលកើតថ្ងៃពហុហ្នឹង បាទ ប៉ុន្តែវាមានទៅយោងផ្អែកទៅលើឆ្នាំយោងផ្អែកទៅលើខែទៅទៀត បាទ ហើយបើថាតអ្នកដែលថ្ងៃពហុនេះចំណាំមើលទៅបើនិយាយពីរូបសម្បត្តិអត់សូវស្អាតទេបើមុខមិនសមមិនសូវស័ក្តិសម តែស័ក្តិសមជាមួយរូបរាង មិនលូករាហើយឬមួយក៏កម្ពស់កាតេកតោ បាទ ហើយនឹងភាកច្រើនថ្ងៃពហុ បាទ បើបានកម្ពស់ស្អាតនេះចឹងមុខមាត់ឯចឹងទៅ បាទ ហើយបើបានមុខមាត់ស្អាតទៅកម្ពស់រូបរាងអត់សូវទេ សម្បល់ស្ទើរ ហ្នឹងហើយប្រហែលរបល់សទៅរៀងធាត់រៀងអីតិចចុះមើលឲ្យតែអ្នកថ្ងៃពហុគឺត្រូវតែមានខោចត្រូវតែមានខ្វះដែលឃើញអ្នកប្រាជ្ញណាស្អាតទេ ប្រកាសដែរលោកគ្រូ អ្នក អ្នក ប្រាជ្ញ បិណ្ឌផង អ្នកប្រាជ្ញគាត់គេងាយបាត់ផងហ្នឹងហើយចឹងបើថាអ្នកប្រាជ្ញខ្មែរយើងគឺវាមិនសូវស្អាតដោយសារច្រើនតែបានមួយអត់មួយណា ហើយ អញ្ចឹងបើណាបុរាណយើងតាមតែនិយាយបើល្អទាំងអស់ស្មាទោសឆាប់ទៅវិញ បានរបស់មួយកាន់តែធ្វើបាន តែអាហ្នឹងគាត់តែចែកម្លែកជាការច្បល់ឯងមកមានអីបន្ថែមទៀតបាទ ដូចជាអស់ហើយលោកគ្រូ បាទចឹងសូមអរគុណហ្នឹងហើយ